ជំរាបសួរផងខ្ញុំបាទដុកទ័រសុភ័ក្រថ្ងៃនេះជាលក្ខណៈបន្តិចសល់ពេលបន្តិចចង់ចែករំលែកពីហេតុអីបាននៅ Bright Line Dental Clinic ទទួលការដាំបកគោច្រើនសឹងតែរាល់ថ្ងៃជាមួយនឹងអ្នកជំងឺច្រើនជាង 2000 ករណីដែលយើងបានធ្វើហើយជាផុសតាងតែម្ដងខ្ញុំនឹងឲ្យស្ដាប់ពីអ្នកជំងឺដែលគាត់បានទទួលសេវាកម្មដាំបកគោហើយបងប្អូនអាចស្ដាប់ទាំងអស់គ្នាថាតើក្រោយពីដាំបកគោនៅ Clinic តនសាស Bright Line អាចច្រើនជាង1អ្នកខ្លះដាំដល់6អ្នកខ្លះដាំដល់10អ្នកខ្លះដល់12អ្នកជំងឺក្រោយពីដាំបកគោគាត់មានអារម្មណ៍យ៉ាងណាអរគុណបាទអូខេការដាំបកគោតាមពិតបើជាក់ស្ដែងហ្មងគឺរយៈពេលខ្ញុំទៅសើហ្មង like 10 minutes 15 minutes 10ទៅ15នាទីគឺហើយអត់ឈឺសោះអត់ឈឺសោះរយៈមកនឹងមកផ្លែតទេណាចាហ្នឹងហើយអត់ឈឺទេចាខុសពីការរំពឹងទុកពីមុនណាគ្រូព្រោះខ្ញុំនឹកឃើញថាតើការដាំបកគោគឺឈឺហើយដល់ឈឺខ្លាំងបាទហើយគាត់ជាឈាមឬក៏មានបញ្ហាខាត់មានបញ្ហាអីចឹងបាទបាទចាដល់ពេលមកអត់មានបញ្ហាអីដូចដកថ្មិញចឹងណាគ្រូបាទចា